ខ្ញុំបង្ហាញ website ទាំង12អញ្ចឹងបងប្អូនអាចទៅមើល website នឹងហើយអាចជ្រើសទីតាំងប៉ុនហើយប្រភេទការងារគេខ្លះអញ្ចឹង website ទាំង12ហ្នឹងជំរាបសួរថ្ងៃនេះខ្ញុំនៅបង្ហាញ website ការងារទាំង12នៅក្នុងប្រទេសកម្ពុជាយើងពេលបច្ចុប្បន្នដែលជា website ស្វែងរកការងារដែលកំពុងពេញនិយមនៅក្នុងប្រទេសកម្ពុជាយើងអញ្ចឹង website គេខ្លះតោះទៅដល់គ្នាគឺជាគេហទំព័របងធំជាកន្លែងដែលប្រកាសស្វែងរកការងារឬក៏ប្រភេទការងារផ្សេងៗនៅលើ website បងធំនេះគឺជាគេហទំព័រ KMHR ក៏គឺជាកន្លែងដែលប្រកាសការងារផងដែរមិនថាក្រុមហ៊ុនឯកជនអង្គការឬក៏អន្តរជាតិអីទេនេះគឺជាគេហទំព័រមួយទៀតគឺ Jobnet គឺជាកន្លែងដែលប្រកាសការងារឬក៏ផ្ដល់ឱកាសឲ្យបងប្អូនដែលស្វែងរកការងារនៅផងដែរនេះគឺជា website មួយដែរគឺ website pelprek.com គឺជាកន្លែងដែលប្រកាសការងារដូចគ្នាអញ្ចឹងយើងអាចស្វែងរកនៅទីនេះអាចវាយតាមរយៈ website ក៏បាន UN Job org ឬក៏ organization គឺជាកន្លែងប្រកាសស្វែងរកការងារមួយទៀតគឺប្រភេទការងារមួយទៀតគេហៅខ្មែរ online job អញ្ចឹងបងប្អូនអាចវាយនៅលើ website ដូចគ្នាក៏ជាកន្លែងដែលប្រកាសរកការងារដូចគ្នាអញ្ចឹងមានជាច្រើនហើយយើងទៅមួយទៀតគឺប្រភេទ website មួយទៀតគឺខ្មែរ24.com គឺជាកន្លែងដែលប្រកាសស្វែងរកការងារមិនថាលក់អចលនទ្រព្យឬផ្សេងៗជាកន្លែងនេះគឺជាបណ្ដុំតែមួយអញ្ចឹងយើងអាចស្វែងរកការងារនៅទីនេះក៏បានមួយទៀតគឺ website myworldcareer.com ក៏ជាកន្លែងប្រភេទផ្សព្វផ្សាយការងារដល់អ្នករៀនឬក៏អ្នកដែលមិនទាន់មានការងារចឹងអាចទៅទីនោះមួយទៀត website cambojob.com ក៏គឺជាកន្លែងដែលផ្សព្វផ្សាយការងារប្រភេទការងារច្រើនហើយដាក់ប្រាក់ខែ rank ប្រាក់ខែឲ្យយើងបានឃើញទៀតផងអញ្ចឹងយើងទៅប្រភេទការងារមួយទៀតគឺ cambodia.yp.com ក៏ជាកន្លែងដែលផ្សព្វផ្សាយការងារប្រភេទដកការងារផ្សេងៗផ្សព្វផ្សាយនៅទីនោះមួយទៀតគឺគេហៅ website expat.com ក៏ជាកន្លែងប្រភេទដែលផ្សព្វផ្សាយការងារឲ្យបងប្អូនយើងបានមើលមួយទៀតក៏ជាកន្លែងដែលដាក់ rank ប្រាក់ខែយើងបានមើលឃើញផងដែរយើងទៅចុងក្រោយគឺ website UN.jobnet.org ជាកន្លែងអង្គការជាលក្ខណៈអន្តរជាតិផ្សព្វផ្សាយពីប្រភេទការងារអញ្ចឹងយើងអាចស្វែងរកនៅទីនោះរនទៅវាហើយទៅលើប្រភេទឈ្មោះនៃគេហទំព័រទៅយើងទៅស្វែងរកការងារទាំងអស់នោះនៅក្នុង website ទាំងអស់ហ្នឹងអញ្ចឹងបងប្អូនអាចដាក់ពាក្យបានអរគុណ